ជំរាបសួរលោកគ្រូសូមលោកគ្រូជួយបញ្ចូលពាក្យថាកសិឧស្សាហកម្មនិងកសិទេសចរតាមមួយណាមានសក្តានុពលជាងសម្រាប់ប្រទេសកម្ពុជាយើងក្នុងពេលបច្ចុប្បន្ននេះនិងពេលទៅអនាគតបាទសូមឆ្លើយតបនឹងសំណួរដែលសួរថាតើកសិឧស្សាហកម្មនិងកសិទេសចរមួយណាមានសក្តានុពលជាងសម្រាប់ប្រទេសកម្ពុជាយើងក្នុងពេលបច្ចុប្បន្ននិងពេលអនាគតទៅមុខលោកស្រីបានដឹងហើយថាប្រទេសកម្ពុជាគឺពឹងផ្អែកខ្លាំងលើវិស័យកសិកម្មប៉ុន្តែការធ្វើកសិកម្មនេះត្រូវដឹងថាធ្វើកសិកម្មវាមានច្រើនទម្រង់វាមានលក្ខណៈកសិកម្មបែបគ្រួសារកសិកម្មបែបលក្ខណៈមួយជាលក្ខណៈកសិពាណិជ្ជកម្មបាទប៉ុន្តែនៅក្នុងតំបន់វាមានកសិទេសចរកសិឧស្សាហកម្មចឹងដូចដែលបានរៀបរាប់មកគឺវាមានច្រើនស្វែងយល់អំពីពាក្យថាកសិឧស្សាហកម្មនិងកសិទេសចរជាមុនពាក្យថាកសិឧស្សាហកម្មមានន័យថាធ្វើកសិកម្មសម្រាប់ការកែច្នៃទៅជាការផលិតអ្វីមួយផ្សេងទៀតក្រៅពីការហូបចុកនិងទទួលទានអញ្ចឹងឧទាហរណ៍ដូចជាយើងធ្វើដំណាំកៅស៊ូហ្នឹងគេហៅថាកសិឧស្សាហកម្មហីដោយសារយើងមិនអាចយកកៅស៊ូមកប្រើបានភ្លាមមកទទួលទានបានភ្លាមទេវាត្រូវការការកែច្នៃវាត្រូវការការបំលែងរូបភាពអាហ្នឹងគេហៅថាកសិឧស្សាហកម្មសូម្បីតែចន្ទទីក៏ចូលជាកសិឧស្សាហកម្មសូម្បីតែជាអំពៅដែលយើងយកទៅច្នៃទៅជាស្ករទៅជាអ្វីផ្សេងទៀតនិយាយរួមឲ្យតែធ្វើទ្រង់ទ្រាយធំហើយបំលែងរូបភាពវាទៅផ្សេងឆ្លងកាត់ប្រព័ន្ធរោងចក្រកែច្នៃគេហៅថាកសិឧស្សាហកម្មកសិទេសចរគឺសំដៅលើការធ្វើកសិកម្មដើម្បីឲ្យមានភ្ញៀវទេសចរចូលទៅលេងកម្សាន្តគយគន់ហើយក៏មានការទិញដើម្បីជាអនុស្សាវរីយ៍ឬទទួលទានប្រើប្រាស់អាស្រ័យទៅតាមកម្មវត្ថុនៃការធ្វើរបស់សម័យម្ចាស់កសិកម្មនឹងនីមួយៗក៏ថាយើងធ្វើចំការដូងជាលក្ខណៈកសិទេសចរអញ្ចឹងយើងមានការដាំដោយកាយបន្លាយហើយយើងមានរៀបចំទៅជាខ្ចោះឬក៏ជាកន្លែងអង្គុយលេងដោយអង្គុយលើផ្ទៃទឹកមានចិញ្ចឹមត្រីពីខាងក្រោមអ្នកចូលទៅលេងថតរូបបានស្អាតផងទិញយកមកញ៉ាំផងមានកែច្នៃជាចំហួយដូងមានការ៉េមដូងមានម្ហូបដែលធ្វើពីដូងមានសម្ភារៈគ្រឿងសម្អាងមានភេសជ្ជៈសពបែបយ៉ាងធ្វើពីដូងអញ្ចឹងទៅអញ្ចឹងគេចូលទៅលេងគេថតរូបជាពិសេសទៀតនោះគឺមានបន្លែដែលមានការចិញ្ចឹមត្រីជារួមមានន័យថាការធ្វើដែលតាក់ទាញដើម្បីឲ្យកសិកម្មនោះបានលក់ផលបានតាក់ទាញចំណាប់អារម្មណ៍ក្នុងការដើរកម្សាន្តសម្រាប់ភ្ញៀវទេសចរផងគេហៅថាកសិទេសចរក្នុងសំណួរថាតើកសិឧស្សាហកម្មនិងកសិទេសចរមួយណាមានសក្តានុពលជាងអញ្ចឹងនៅក្នុងពេលនេះយកទៅតាមការចុះស្រាវជ្រាវគ្រប់ខេត្តក្រុងទូទាំងកម្ពុជាអស់រយៈពេលជាង10ឆ្នាំនេះខ្ញុំសូមឆ្លើយថាការធ្វើកសិឧស្សាហកម្មនៅក្នុងពេលនេះគឺមានសក្តានុពលជាងប៉ុន្តែប្រសិនបើកសិករស្វែងយល់ពីសក្តានុពលនៃទេសចរដែលជាឧស្សាហកម្មគ្មានផ្សេងហើយស្វែងយល់ពីបច្ចេកទេសនិងភូតគាមអនាម័យនៅក្នុងការធ្វើកសិកម្មនោះកសិទេសចរពិតជាមានសក្តានុពលខ្លាំងទាំងការលក់កសិផលទាំងការលក់សំបុត្រចូលទស្សនាទាំងការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិពីព្រោះអីការធ្វើកសិទេសចរនេះយើងបានព្រួយពីមានន័យថាបានទាំងទិន្នផលកសិកម្មបានទាំងភ្ញៀវដែលគាត់ហូរចូលមកពីខេត្តផ្សេងមកកាន់ខេត្តយើងប្រទេសផ្សេងមកកាន់ប្រទេសយើងគឺគេយកលុយមកចាយខេត្តយើងយកលុយប្រទេសគេមកចាយនៅតំបន់យើងតែដល់ណាគេមកដល់លេងជាលក្ខណៈកសិទេសចរមិនមែនត្រឹមតែទិញដូងទិញទុរេនទិញខ្នុរទិញស្វាយទិញតបែកញ៉ាំទេគេទិញទៅផ្ញើបងប្អូនគាត់គាត់ទិញវត្ថុអនុស្សាវរីយ៍គាត់ចំណាយទៅលើសន្តាគារការធ្វើដំណើរផ្សេងៗចុះវិស័យផ្សេងៗរស់ទាំងអស់ក្នុងនាមខ្ញុំជាអ្នកជំនាញកសិកម្មមួយខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋរុញការងារកសិកម្មនេះទៅជាលក្ខណៈកសិទេសចរឲ្យបានច្រើនជាពិសេសតំបន់ខេត្តជាប់សមុទ្រជាប់ភ្នំដូចជាខេត្តកំពតខេត្តកែបបាទជាពិសេសទៀតនោះគឺមណ្ឌលគិរីរតនគិរីផ្សេងៗជារួមតំបន់ណាដែលមានព្រៃឈើចំការល្អមានទឹកធ្លាក់ទឹកជ្រោះជាដើមអញ្ចឹងយើងកែច្នៃវាទៅជាកសិទេសចរនេះក៏យើងបែងចែកដែរយើងមិនចាធ្វើបានទេឧទាហរណ៍តំបន់នៅប៉ៃខ្លះនៃកំពង់ធំដូចជាតំបន់ស្ទងជាដើមតំបន់ប្លុកដីខ្សាច់សយើងមិនអាចធ្វើជាកសិទេសចរបានទេចង់មិនចង់យើងត្រូវដាំដំណាំដូចជាចន្ទទីព្រោះចន្ទទីវាជាកសិឧស្សាហកម្មមួយដែលផលិតលុយជូនប្រជាកសិករយើងបានច្រើនអញ្ចឹងកិច្ចការងារខ្លះវាទាមទារសក្តានុពលនៃតំបន់នីមួយៗទាមទារអ្នកជំនាញបច្ចេកទេសដែលមានភាពប្រកបប្រជានៅក្នុងតំបន់ដែលពួកគាត់កំពុងតែអនុវត្តផ្ទាល់ដើម្បីទទួលបាននូវចំណេះដឹងច្បាស់លាស់អំពីកសិឧស្សាហកម្មតើដីនោះគួរដាំដំណាំអីគួរកស៊ូគួរចន្ទទីគួរដំណាំអ្វីផ្សេងទៀតឬតំបន់គួរអភិវឌ្ឍជាតំបន់ទេសចរខ្ញុំលើកទឹកចិត្តឲ្យអស់លោកស្រីធ្វើការភ្ជាប់ Telegram មកកាន់លេខទូរស័ព្ទនៅក្នុងខាងក្រោមនេះ Clinic កសិកម្មមានការរៀបចំគម្រោងផែនការជាក់លាក់ទាំងផែនការហិរញ្ញវត្ថុផែនការធនធានមនុស្សផែនការទីផ្សារនិងផែនការបច្ចេកទេសដើម្បីជួយអស់លោកស្រីដាក់ឲ្យចំគោលដៅប្រើលុយឲ្យចំដើម្បីកំណត់បានថាតំបន់នោះគួរប្រើជាលក្ខណៈកសិឧស្សាហកម្មឬជាកសិទេសចរបាទអញ្ចឹងសូមអរគុណច្រើន